សូមជូនជីវប្រវត្តិអធិរាជធ្គាមខ្លាមហាទំនួញលោកកៅសារ៉ាត់ឬឈុំតេចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញានិងពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីមេត្រីថ្ងៃនេះផងដែរនឹងខ្ញុំសូមពំនាំយករឿងរ៉ាវដ៏សែនជក់ចិត្តមួយទៀតតាក់ទងទៅនឹងជីវប្រវត្តិអធិរាជធ្គាមខ្លាមហាទំនួញលោកកៅសារ៉ាត់ឬឈុំតេមកចែកជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាតោះចង់ដឹងរឿងរ៉ាវជក់ចិត្តយ៉ាងណាសូមជួបជាមួយនឹងការអត្ថាធិប្បាយរបស់នាងខ្ញុំដូចតទៅអ្វីត្បិតតែរូបកាយរបស់លោកកៅសារ៉ាត់បានរលាយបាត់រូបលាចាកពីពិភពលោកនេះលែងវិលត្រឡប់មកវិញក៏ដោយតែសម្លេងនិងដូរតន្ត្រីដែលលោកបានបន្សល់ទុករហូតមកទល់នឹងពេលសប្តាហ៍នេះហាក់នៅថ្មីនិងស្ថិតនៅក្នុងអារម្មណ៍របស់កូនខ្មែរមិនទាន់ឃ្លាតឆ្ងាយទៅណាឡើយនៅពេលដែលយើងបានស្ដាប់បទចម្រៀងមហាស្រណោះពិសាខដើមឆ្នាំស្រណោះដីខ្មែរខៅអ៊ីដាងដងចិត្តធ្វើឲ្យអារម្មណ៍ជនរួមជាតិទាំងមូលនឹកឃើញឡើងវិញនៅអតីតកាលបណ្ដាលឲ្យស្រងេះស្រងោចលន់លង់លន់លោចនឹកស្រណោះអាឡោះអាឡៃទៅដល់ភូមិកំណើតស្រុកស្រែចំការបងប្អូនញាតិមិត្តភូមិផងជីដូនជីតានិងញាតិសន្តានដែលធ្លាប់ស្និទ្ធស្នាលលាយឡំនឹងក្តីស្រឡាញ់ធ្វើឲ្យយើងនឹកឃើញនៅអនុស្សាវរីយ៍រាប់រយពាន់ចម្ពោះដែលកប់ក្នុងជម្រៅអតីតកាលដ៏សែនវែងដោយបង្ហាញវត្តមានសាជាថ្មីម្ដងទៀតតាមអត្ថន័យនិងសម្លេងត្អូញត្អែរបស់លោកកៅសារ៉ាត់ជាក់ជាមិនខានតាំងពីលោកខ្លាចជាតារាចម្រៀងជាលើកដំបូងរហូតដល់លោកទទួលមរណភាពមកដល់ពេលនេះកូនខ្មែរទូទាំងប្រទេសមិនទាន់បានស្គាល់អំពីជីវប្រវត្តិពិតប្រាកដរបស់លោកកៅសារ៉ាត់នៅឡើយទេគឺបានត្រឹមតែលើពាក្យគេនិយាយតគ្នាថាលោកកៅសារ៉ាត់ជាអ្នករស់នៅម្ដុំច្បារអំពៅខ្លះទៀតថាជាអ្នកមកពីខេត្តព្រៃវែងនិងមានមួយចំនួនថាជាអ្នកខេត្តបាត់ដំបងដោយលើកហេតុផលផងថាតាមរយៈបទចម្រៀងរបស់លោកដែលមានចំណងជើងថាអនុស្សាវរីយ៍ភូមិអូរឫស្សីដោយសារប្រភពព័ត៌មានមិនច្បាស់លាស់និងការសន្និដ្ឋានផ្សេងៗគ្នាបែបនេះហើយទើបធ្វើឲ្យជីវិតរបស់លោកកៅសារ៉ាត់ស្ថិតនៅក្នុងទំព័រអាត់កំបាំងរកប្រភពច្បាស់លាស់មិនឃើញដូច្នេះហើយទើបនាងខ្ញុំខិតខំស្វែងនិងរកប្រភពពិតប្រាកដដើម្បីឲ្យបានជ្រាបក្នុងពេលនេះគួររំលឹកផងដែរថាបន្ទាប់ពីអធិរាជសម្លេងមាសសឿនស៊ីសមុទ្របានស្លាប់នៅក្នុងរបបខ្មែរក្រហមវិស័យសិល្បៈចម្រៀងគឺបានធ្លាក់ចូលទៅក្នុងចំណុចសូន្យសឹងស្ទើរតែផុតពូជគ្មានអ្នកបន្តវេនចូលមកដល់ឆ្នាំ1979ប្រទេសកម្ពុជាបានរួចផុតពីវាលពិឃាតគ្រប់វិស័យដែលជនជាតិខ្មែរយើងមានទាំងប៉ុន្មានរាជរដ្ឋាភិបាលសម័យនោះក៏ខិតខំកសាងកិត្តិយសឡើងវិញរួមទាំងវិស័យសិល្បៈផងចាប់តាំងពីពេលនោះមកចម្រៀងដូរតន្ត្រីក៏មានជីវិតសាជាថ្មីម្ដងទៀតរហូតមកដល់ពេលបច្ចុប្បន្ននេះមានភាពរីកចម្រើនគួរជាទីមោទនៈក្រៃលែងប៉ុន្តែទោះជាវិស័យសិល្បៈទី1នេះរីកមុខមាត់បង្ហាញពីការរីកចម្រើនបង្អួតពិភពលោកក៏ដោយក៏មិនទាន់មានតារាចម្រៀងណាម្នាក់មានទេពកោសល្យអាចប្រៀបផ្ទឹមជាមួយលោកស៊ិនស៊ីសមុទ្របានដែរដោយឡែកសម្រាប់លោកកៅសារ៉ាត់វិញនៅក្នុងឆ្នាំ1983គឺលោកបានក្លាយជាតារាចម្រៀងពិតប្រាកដដោយបទនីមួយៗដែលលោកយកមកច្រៀងទាំងទំនុកនិងបទភ្លេងរួមទាំងពាក្យពេចន៍គឺជាបទដែលលោកស៊ិនស៊ីសមុទ្របានច្រៀងរួចហើយតែទោះបីជាខ្លឹមសារនៅដដែលក៏ពិតមែនតែទឹកដមសម្លេងមានលក្ខណៈដាច់ស្រឡះពីគ្នាធ្វើឲ្យប្រជាពលរដ្ឋនាសម័យនោះនិងបច្ចុប្បន្នមួយចំនួនឲ្យតម្លៃលោកកៅសារ៉ាត់ថាជាកម្ពុជាតារាចម្រៀងពិបាករកគូប្រៀបនិងជាតារាចម្រៀងដែលមានសម្លេងវែងបត់បែនតាមកលៈទេសៈមានទឹកដមក្រអៅក្រអួនដូចចាប់អង្រួនបេះដូងអ្នកស្ដាប់ឲ្យលងអារម្មណ៍ក្នុងមន្តស្នេហ៍សារិកាដូច្នោះដែរមិនតែប៉ុណ្ណោះមហាជនថែមទាំងលាន់មាត់ថាតួកៅសារ៉ាត់មានសម្លេងមិនដូចលោកស៊ិនស៊ីសមុទ្រក៏ដោយតែមានបទមួយចំនួនដែលលោកកៅសារ៉ាត់ច្រៀងពីរោះដូចជាបទក្នុងភ្នំអនុស្សាវរីយ៍ជាដើមនៅក្នុងឆ្នាំ1984ដល់ឆ្នាំ2006ទាំងលោកស៊ិនស៊ីសមុទ្រនិងលោកកៅសារ៉ាត់ក៏មិនទាន់មានតារាចម្រៀងរូបណាមានទេពកោសល្យប្រៀបផ្ទឹមបានដែរអំពីជីវប្រវត្តិលោកកៅសារ៉ាត់កើតនៅថ្ងៃទី10ខែមិនិនាឆ្នាំ1956លោកគឺជាតារាចម្រៀងខ្មែរនៅសម័យមុនដ៏ល្បីល្បាញដែលត្រូវបានគេដាក់រហស្សនាមថាអធិរាជធ្គាមខ្លាមហាទំនួញលោកកៅសារ៉ាត់មានឈ្មោះពិតថាឈុំតេហើយលោកមានឪពុកឈ្មោះយត់ឈុំកើតនៅក្នុងឆ្នាំ1918និងទទួលមរណភាពទៅវិញក្នុងឆ្នាំ1977កាលនៅរស់រានមានជីវិតឪពុករបស់លោកបានចូលធ្វើការជាពេទ្យទាហានជើងក្រហមសម័យបារាំង
ម្ដាយរបស់លោកឈ្មោះក្រឹតសារ៉ាន់កើតនៅក្នុងឆ្នាំ1932និងទទួលមរណភាពទៅវិញក្នុងឆ្នាំ1977កាលនៅរស់គាត់ជាតួឯកល្ខោនបាសាក់ដែលមានសម្លេងច្រៀងពីរោះណាស់រហូតល្បីល្បាញពេញទឹកដីខេត្តបាត់ដំបងលោកកែវសារ៉ាត់ឬឈុំតេគឺជាកូនទី2ក្នុងចំណោមបងប្អូន7នាក់ដែលមានឈ្មោះដូចជាឈុំភិរុនហៅសាវើយភេទស្រីសពថ្ងៃរស់នៅស្រុកខ្មែរឈុំបរិយហៅសូភេទស្រីរស់នៅស្រុកបារាំងឈុំតូភេទប្រុសស្លាប់ឈុំទីភេទប្រុសរស់នៅប្រទេសបារាំងឈុំសារ៉េតស្រីរស់នៅប្រទេសបារាំងនិងឈុំសំឡីស្រីរស់នៅសហរដ្ឋអាមេរិកលោកកែវសារ៉ាត់បានទទួលមរណភាពនៅក្នុងឆ្នាំ1991និងនៅអាយុ35ឆ្នាំនៅលើទឹកដីសហរដ្ឋអាមេរិកដោយសារជំងឺរលាកថ្លើមប្រភេទ B ជីវិតពីកុមារភាពនិងវិស័យសិល្បៈលោកកែវសារ៉ាត់មានស្រុកកំណើតនៅក្នុងភូមិវត្តកំផែងស្រុកបាត់ដំបងខេត្តបាត់ដំបងតែក្រោយមកលោកបានមករស់នៅស្រុកកំណើតខាងម្ដាយនៅឯភូមិសាឡាជ័យឃុំរហាលស្រុកព្រះនេត្រព្រះខេត្តបាត់ដំបងលុះដល់អាយុ8ឆ្នាំឪពុករបស់លោកក៏យកលោកទៅរៀនជាមួយព្រះសង្ឃនៅក្នុងវត្តកច្ឆានៅទីនោះកុមារាកែវសារ៉ាត់ក៏ជាក្មេងឧស្សាហ៍ព្យាយាមរៀនសូត្រនិងធ្វើការងារផ្សេងៗដូចជាក្មេងវត្តដទៃទៀតដែរតែអ្វីដែលធ្វើឲ្យកុមារកែវសារ៉ាត់ប្លែកនិងអស្ចារ្យជាងគេនោះគឺកុមារនេះចេះស្មូតបានពីរោះណាស់រហូតដល់ព្រះចាអធិការវត្តពេញចិត្តក៏នាំឲ្យទៅស្មូតប្រគិនសម្ដេចព្រះសង្ឃរាជគណៈធម្មយុត្តទ្រង់សណ្ដាប់ជីវិតរស់នៅក្នុងជំរំខៅអ៊ីដាងដំបងលោកម៉ៅចន្ទថនដែលជាអតីតអនុប្រធានសមាគមពង្រីកវប្បធម៌ប្រចាំជំរំខៅអ៊ីដាងបច្ចុប្បន្នជាប្រធានសមាគមអរិយធម៌ខ្មែរលោកបាននិយាយប្រាប់ឲ្យដឹងថានៅក្នុងជំរំខៅអ៊ីដាងជារៀងរាល់ចុងសប្តាហ៍លោកតែងដឹកនាំក្រុមល្ខោនមកសម្ដែងឲ្យប្រជាពលរដ្ឋទស្សនាមិនដែលខានដែលកាលនោះលោកមិនទាន់បានជួបលោកកែវសារ៉ាត់ទេរំលងបានប្រហែលពី3ខែក្រោយមកនៅក្នុងជំរំខៅអ៊ីដាងក៏មានអ្នកភៀសខ្លួនចូលមករស់នៅកាន់តែច្រើនឡើងពេលនោះហើយដែលធ្វើឲ្យក្រុមល្ខោនរបស់លោកមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកទស្សនានិងជាពេលដែលលោកបានជួបនឹងលោកកែវសារ៉ាត់ជាលើកដំបូងលោកម៉ៅចន្ទថនបានបញ្ជាក់ថាខ្ញុំបានជួបលោកកែវសារ៉ាត់ជាលើកទី1គឺដោយសាររូបគេតែងតែមកមើលការសម្ដែងនៃក្រុមល្ខោនរបស់ខ្ញុំមិនដែលខាននិងដោយសារអត្តចរិតរបស់គេស្ងៀមស្ងាត់មិនដូចក្មេងដទៃខ្ញុំមានអារម្មណ៍ថាមាននិស្ស័យជាមួយគេណាស់ខ្ញុំក៏ហៅកែវសារ៉ាត់ឲ្យមករស់នៅជាមួយកូនសិស្សរបស់ខ្ញុំជាច្រើនអ្នកទៀតត្បិតរូបគេគួរឲ្យអាណិតខ្លាំងណាស់នៅក្នុងអំឡុងពេលនោះកែវសារ៉ាត់មិនទាន់មានអាហារូបត្ថម្ភពីអង្គការសហប្រជាជាតិនៅឡើយព្រោះគេទើបតែនឹងចូលមករស់នៅជាលើកដំបូងលោកម៉ៅចន្ទថនបានរៀបរាប់បន្តទៀតថាលោកកែវសារ៉ាត់នៅជំរំខៅអ៊ីដាងជាលើកដំបូងមិនមានបងប្អូនបង្កើតឬសាច់សាលោហិតនោះទេនិងសំបីតែមិត្តភ័ក្តិក៏គ្មានផងដោយឃើញការរស់នៅរបស់គេវេទនាពេកខ្ញុំក៏សុំគេធ្វើជាកូនសិស្សតរៀងមកប៉ុន្តែដំបូងគេបានបដិសេធដោយនិយាយប្រាប់ខ្ញុំវិញថាបើលោកគ្រូទទួលខ្ញុំធ្វើជាសិស្សខ្ញុំខ្លាចតែគ្មានសមត្ថភាពព្រោះខ្ញុំគ្មាននិស្ស័យនឹងការសម្ដែងទេខ្ញុំត្រឹមតែរស់នៅជាមួយលោកគ្រូគឺគ្រប់គ្រាន់ហើយចាប់តាំងពីពេលនោះមកកែវសារ៉ាត់ក៏បានមករស់នៅជាមួយខ្ញុំនិងក្រុមល្ខោនដទៃទៀតប្រកបដោយភាពស្និទ្ធស្នាលជាមួយគ្នាកែវសារ៉ាត់មករស់នៅជាមួយក្រុមល្ខោនរបស់ខ្ញុំគឺនៅក្នុងឆ្នាំ1980ដែលគេមានអាយុ16ឆ្នាំ3-4ខែដំបូងគេមិនទាន់ខ្លាចជាអ្នកសម្ដែងល្ខោនទេតួនាទីរបស់គេជាអ្នកកាន់រំពាត់ដេញវាយក្មេងៗចុះពីលើឆាកត្បិតនៅក្នុងជំរំខៅអ៊ីដាងមានក្មេងៗច្រើនណាស់ពេលសម្ដែងល្ខោនម្ដងមានក្មេងៗរត់ប្រសិទ្ធប្រសាទរំខានដល់ការសម្ដែងរបស់តួល្ខោនដូច្នេះហើយទើបលោកកែវសារ៉ាត់សម្រេចចិត្តខ្លួនឯងជាអ្នកទទួលខុសត្រូវចាំដេញក្មេងចុះពីលើឆាកនោះនៅពេលដែលគេមករស់នៅបានមួយរយៈខ្លីធ្វើឲ្យក្រុមល្ខោនរបស់ខ្ញុំមានការពេញចិត្តស្រឡាញ់រាប់អានចំពោះកែវសារ៉ាត់គ្រប់គ្នារហូតស្រឡាញ់ជាបងប្អូនធម៌ជាមួយក្រុមល្ខោនរបស់ខ្ញុំចាប់ពីពេលនោះទៀតផងជួបស្នេហ៍ក្នុងជំរំជនភៀសខ្លួនក្នុងការចម្រើនវ័យវឌ្ឍនាការខ្លាយទៅជាយុវជនមួយរូបកំឡោះកែវសារ៉ាត់ក៏បានហែលឆ្លងកាត់ការលំបាកវេទនាភាពអត់ឃ្លានស្ទើរស្លាប់ស្ទើររស់ក្នុងរបបប៉ុលពតប្រល័យពូជសាសន៍ដោយប្រជាជនខ្មែរដទៃទៀតដែរប៉ុន្តែដំណាក់កាលចុងក្រោយនៃរបបនេះត្រូវបានរំដោះលោកក៏បានរត់ទៅរស់នៅក្នុងជំរំជនភៀសខ្លួននេះទឹកដីថៃនៅទីនោះលោកកែវសារ៉ាត់មិនត្រឹមតែមានដងខាងសិល្បៈចម្រៀងទេលោកក៏ជាសិល្បករខាងគូររូបសូនរូបនិងឆ្លាក់រូបដ៏ប៉ិនប្រសប់ផងដែរ
ជាពិសេសអ្វីដែលគួរឲ្យកត់សរសើរទៀតនោះលោកកៅសារ៉ាត់មិនចេះលេងភ្លេងឬធ្លាប់រៀនពីសាលាណាទេតែលោកអាចយកមកធ្វើជាសម្លេងត្រចាប៉ីដូចមែនទែនជាមួយនឹងទេពកោសល្យសិល្បៈពេញខ្លួនលោកកៅសារ៉ាត់ក៏មានរូបរាងស្រស់សង្ហាគួរសមដែររហូតដល់មាននារីម្នាក់ព្រមស្ម័គ្រមេត្រីជាមួយលោកជាប្តីប្រពន្ធប៉ុន្តែពេលរស់នៅជាមួយគ្នាបានកូនមួយនារីនោះក៏លែងស្រឡាញ់រូបលោកទៀតក៏លួចនាំកូនរត់ទៅចោលលោកបាត់ទៅទុកឲ្យលោករស់នៅឈឺចាប់តែម្នាក់ឯងបានមួយរយៈលោកក៏សម្រេចចិត្តរៀបការជាមួយនារីម្នាក់ទៀតឈ្មោះចន្ទធូហើយក៏បាននាំគ្នារត់ភៀសខ្លួនពីជំរំនោះទៅរស់នៅសហរដ្ឋអាមេរិកការចាក់ចែងពីជំរំខាវអ៊ីដាងទៅសហរដ្ឋអាមេរិកលោកកែវសារ៉ាត់ត្រូវចំណាយពេលអស់1ឆ្នាំទើបទៅដល់គោលដៅគឺចេញពីខាវអ៊ីដាងនៅក្នុងឆ្នាំ1982រួចបន្តដំណើរទៅបំពេញវិជ្ជាជីវៈនៅខេត្តឈុនបុរីរយៈពេល6ខែនិងបន្តដំណើរទៅប្រទេសហ្វីលីពីនដោយបំពេញចំណេះវិជ្ជារយៈពេល6ខែបន្ថែមទៀតទើបទៅដល់សហរដ្ឋអាមេរិកក្លាយជាអ្នកចម្រៀងល្បីលើទឹកដីសហរដ្ឋអាមេរិកក្នុងឆ្នាំ1985ខណៈដែលចំណងស្នេហ៍អាពាហ៍ពិពាហ៍របស់លោកកៅសារ៉ាត់និងអ្នកស្រីចន្ទធូទទួលបានចំណងដៃកូនប្រុសម្នាក់នៅលើទឹកដីសហរដ្ឋអាមេរិកនោះលោកក៏បានចាប់ផ្ដើមច្រៀងលក់សម្លេងដើម្បីយកប្រាក់មកទ្រទ្រង់ជីវភាពគ្រួសារដោយជាដំបូងលោកបានចូលច្រៀងថតកាសែតឲ្យផលិតកម្មទេពប្រណំដែលមានលោកពងកិតជាម្ចាស់ផលិតកម្មនិងលោកម៉េងជាអ្នកសម្របសម្រួលភ្លេងឲ្យលោកកែវសារ៉ាត់ច្រៀងហើយបទចម្រៀងរបស់លោកត្រូវបានបងប្អូនខ្មែរទូទាំងក្នុងនិងក្រៅប្រទេសពេញនិយមស្ដាប់ហើយចាប់ផ្ដើមស្គាល់លោកតាំងពីពេលនោះមកបន្ទាប់ពីមានកេរ្តិ៍ឈ្មោះបោះសម្លេងហើយលោកក៏បានចូលច្រៀងឲ្យផលិតកម្មជាច្រើននៅទីនោះប៉ុន្តែផលិតកម្មដែលធ្វើឲ្យលោកល្បីល្បាញខ្លាំងគឺផលិតកម្មមយូរាភាពយន្តដែលមានលោកឆានឈូជាម្ចាស់ផលិតកម្មនិងជាអ្នកនិពន្ធទំនុកច្រៀងឲ្យលោកច្រៀងបើគេនៅចាំមិនភ្លេចទេបទដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកកែវសារ៉ាត់ល្បីរន្ទឺគ្រប់ទិសទីនិងដកជាប់ក្នុងអារម្មណ៍គំនិតប្រជាជនខ្មែរគ្រប់រូបនោះគឺបទស្រណោះដីខ្មែរនិងពិសាខដើមឆ្នាំជាដើមលោកកែវសារ៉ាត់បានច្រៀងថតកាសែតឲ្យផលិតកម្មមយូរាបានប្រហែល40-50បទក៏ងាកមកនិពន្ធបទចម្រៀងនិងបង្កើតផលិតកម្មដោយខ្លួនឯងនៅក្នុងឆ្នាំ1988ដោយដាក់ឈ្មោះថាជួងមាសនិងចាបមាសបន្ទាប់ពីផលិតកម្មមយូរាងាកមកធ្វើកុនថៃបញ្ចូលសម្លេងខ្មែរលក់វិញដែលការនោះលោកឆានឈូជាអ្នកបញ្ចូលសម្លេងតួឯកប្រុសមិនតែប៉ុណ្ណោះលោកកែវសារ៉ាត់ក៏បានឆ្លិតគូរូបលក់និងឧស្សាហ៍ចុះឡើងស្រុកខ្មែរជាញឹកញាប់ជីវិតថ្មីនិងវិស័យចម្រៀងលោកកែវសារ៉ាត់បានទៅដល់អាមេរិកនៅឆ្នាំ1983ការរស់នៅជាលើកដំបូងគឺមានភាពពិបាកខ្លាំងណាស់ហើយក៏មិនទាន់បានក្លាយជាតារាចម្រៀងនៅឡើយទេលុះរំលងទៅបាន 4-5 ខែក្រោយមកដោយសារតែមានការជួយជ្រោមជ្រែងពីពលរដ្ឋខ្មែរជាច្រើនអ្នកទើបជំរុញឲ្យជីវិតលោកកែវសារ៉ាត់បានក្លាយជាតារាចម្រៀងចាប់ពីពេលនោះមកលោកកែវសារ៉ាត់បានក្លាយជាតារាចម្រៀងនៅពាក់កណ្ដាលឆ្នាំ1983ការចេញច្រៀងដំបូងគឺមិនទាន់មានការទទួលស្គាល់ពីប្រជាពលរដ្ឋខ្មែរនៅឡើយទេតែជីវិតមានការធូរស្រាលនិងប្រសើរជាងមុនដោយសារតែប្រាក់កម្រៃបានពីវិជ្ជាជីវៈជាអ្នកចម្រៀងនៅពេលដែលលោកកែវសារ៉ាត់ចេញចម្រៀងវល់ទី2ដូចជាបទស្រណោះដីខ្មែរដីថ្មីចិត្តថ្មីស្ដាយភូមិកំណើតខាវអ៊ីដាងដួងចិត្តមហាស្រណោះពិសាខដើមឆ្នាំគឺធ្វើឲ្យមហាជនដែលរស់នៅក្រៅប្រទេសនិងក្នុងជំរំផ្សេងៗទៀតព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយកាសែតចម្រៀងក៏លក់ដាច់យ៉ាងសន្ធឹកសន្ធាប់ធ្វើឲ្យជីវិតលោកកែវសារ៉ាត់ប្រែមុខមាត់ថ្មីនិងក្លាយជាតារាចម្រៀងល្បីចាប់ពីពេលនោះមកនៅក្នុងកំឡុងឆ្នាំ1983លោកកែវសារ៉ាត់បានក្លាយជាតារាចម្រៀងពេញទំហឹងរកប្រាក់កម្រៃបានកាន់តែច្រើនរហូតបានផ្ញើមកឲ្យលោកគ្រូម៉ាចន្ទថនក៏មិនតិចប៉ុនដុល្លារដែរជារឿយៗលោកកែវសារ៉ាត់តែងតែផ្ញើលុយមកឲ្យលោកគ្រូម៉ាចន្ទថនទុកគ្រាន់ប្រើប្រាស់និងផ្គត់ផ្គង់ជីវភាពក្មេងៗក៏ដូចជាប្រជាពលរដ្ឋដែលមានភាពលំបាកនៅក្នុងជំរំខាវអ៊ីដាងនរណាជាអ្នកបដូរឈ្មោះឲ្យលោកឈុំតេទៅជាកែវសារ៉ាត់យោងទៅតាមបទសម្ភាសន៍របស់លោកសេងតារាបានឲ្យដឹងថាអ្នកដែលបានផ្លាស់ប្ដូរឈ្មោះលោកឈុំតេទៅជាកែវសារ៉ាត់គឺអ្នកស្រីប៉ែនរ៉មដែលត្រូវជាប្អូនស្រីបង្កើតរបស់អ្នកស្រីប៉ែនរ៉នតារាចម្រៀងដ៏ល្បីនៃប្រទេសកម្ពុជាលោកកែវសារ៉ាត់ស្លាប់ដោយសាររោគថ្លើម
លោកកៅសារ៉ាត់មិនចេះជក់បារីឬផឹកស្រាទេបើទោះបីជាពេលខ្លះលោកធុញថប់អារម្មណ៍តបប្រមល់បញ្ហាអ្វីមួយក៏លោកមិនដែលយកគ្រឿងញៀនទាំងពីរនេះមកធ្វើជាជំនួយឲ្យធូរស្បើយអារម្មណ៍ដែរប៉ុន្តែទោះជាយ៉ាងនេះក៏ដោយខណៈដែលរូបរាងកាយរបស់លោកមានសុខភាពល្អស្រាប់តែជំងឺរលាកថ្លើមប្រភេទ B ដ៏សាហាវចូលមកយាយីក្នុងខ្លួនលោកធ្វើឲ្យឈឺចាប់ទ្រុឌទ្រោមបន្តិចម្ដងរហូតធ្លាក់ក្នុងសភាពធ្ងន់ធ្ងរព្យាបាលមិនជាក៏បិទភ្នែកលាចាក់លោកទាំងអាឡោះអាឡៃមរណភាពរបស់លោកកៅសារ៉ាត់ស្ថិតនៅក្នុងខែកញ្ញាឆ្នាំ1991នៅទីក្រុងឡុងបិចសហរដ្ឋអាមេរិកមុនពេលលោកស្លាប់នោះលោកបានចេញពីមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយហើយគ្រូពេទ្យបានសុំឲ្យលោកដូរថ្លើមចេញទើបអាចមានជីវិតតទៅទៀតតែលោកមិនព្រមទេដោយសុកចិត្តមកដេកឈឺស្រែកនៅផ្ទះឃើញសភាពកាន់តែដុនដាបខ្លាំងអ្នកស្រីចន្ទធូភរិយារបស់លោកក៏បានហៅគ្រូខ្មែរមកមើលម្ដងក្រែងលោមានសង្ឃឹមហើយគ្រូខ្មែរបានសន្យាថានឹងមើលលោកកែវសារ៉ាត់ឲ្យអស់ពីលទ្ធភាពក្នុងរយៈពេល7ថ្ងៃប៉ុន្តែពេលនោះលោកឆាន់ឈូម្ចាស់ផលិតកម្មមយូរ៉ានិងត្រូវជាបងធររបស់លោកកែវសារ៉ាត់បានមកដល់ឃើញថាលោកកែវសារ៉ាត់មិនអាចឆ្លងផុតពីសេចក្តីស្លាប់ទេគាត់ក៏សូមអនុញ្ញាតពីគ្រូខ្មែរជាមួយការបញ្ជាក់ហេតុផលត្រឹមត្រូវដើម្បីនាំយកលោកកែវសារ៉ាត់ទៅមន្ទីរពេទ្យព្រោះគាត់គិតថាទោះបីជាយ៉ាងណាក៏ត្រូវឲ្យលោកកែវសារ៉ាត់ស្លាប់ក្នុងមន្ទីរពេទ្យដែរក្រោយពីគ្រូខ្មែរបានយល់ព្រមហើយលោកឆានឈូក៏បានបីលោកកៅសារ៉ាត់ឲ្យឡើងជិះឡានដោយមានលោកវ៉ាអរុនជាអ្នកសិល្បៈមួយរូបដែរជាអ្នកបើកនៅតាមផ្លូវលោកកៅសារ៉ាត់បានហូរឈាមតាមគូតផងតាមមាត់ផងដែលធ្វើឲ្យសម្លៀកបំពាក់របស់លោកឆានឈូត្រូវប្រឡាក់ដោយឈាមលោកកៅសារ៉ាត់នៅទីបំផុតបន្ទាប់ពីលោកកៅសារ៉ាត់ស្រេកធ្ងន់ដោយការឈឺចាប់ខ្លាំងនិងអាការៈជំងឺដែលមានពោះឡើងប៉ោងធំដោយស្ត្រីពោះធំចិត្តឆ្លងទន្លេផងនោះលោកឆានឈូដឹងថាលោកកៅសារ៉ាត់បានដកចង្កាមាន់ដាច់ខ្យល់ស្លាប់លើដៃរបស់គាត់ទៅហើយប៉ុន្តែនៅពេលទៅដល់មន្ទីរពេទ្យក្រុមគ្រូពេទ្យបញ្ជូនចូលទៅក្នុងអស់រយៈពេល2ម៉ោងទើបគេប្រកាសថាលោកកៅសារ៉ាត់ពិតជាបានស្លាប់មែនហើយរូបកាយរលាយបាត់តែឈ្មោះនៅសពរបស់លោកកៅសារ៉ាត់ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យទៅតាមទំនៀមទម្លាប់ប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវដោយមានការអញ្ជើញចូលរួមរំលែកទុក្ខនិងសោកស្ដាយអាឡោះអាល័យពីបងប្អូនខ្មែរយ៉ាងច្រើនកុះករក្នុងនោះក៏មានវត្តមានសិល្បករជើងចាស់សម័យដើមមួយចំនួនដូចជាលោកឆឹងសុនម្ចាស់ផលិតកម្មឆឹងសុនឆ្លងដែនសពថ្ងៃឯកឧត្តមកងច័ន្ទលោកសានកំយាននិងលោកហ៊ុយសានជាដើមកាយវិការទាំងអស់នេះបានបង្ហាញឲ្យឃើញថាពួកគាត់បានចាត់ទុកលោកកៅសារ៉ាត់ជាសិល្បករដ៏ឆ្នើមមួយរូបដែលបានរួមចំណែកលើកស្ទួយសិល្បៈចម្រៀងខ្មែរឲ្យបរទេសទទួលស្គាល់ដូច្នេះទោះបីជាលោកកៅសារ៉ាត់បានបាត់បង់រូបកាយដោយគ្មានថ្ងៃវិលវិញមែនក៏ពួកគាត់មិនអាចភ្លេចឈ្មោះរបស់គាត់បានឡើយបន្សល់ទុកឈាម3ដំណក់មុនពេលស្លាប់លោកកៅសារ៉ាត់និងអ្នកស្រីចន្ទធូជាប្រពន្ធមានកូនចំនួន3នាក់ប្រុស2នាក់និងស្រី1នាក់តែពេលលោកកៅសារ៉ាត់ស្លាប់បានរយៈពេល1ឆ្នាំអ្នកស្រីចន្ទធូបានរៀបការជាមួយប្តីក្រៅម្នាក់ទៀតដោយទទួលបានកូន2នាក់បន្ថែមក្រុមគ្រួសារនេះមិនមានបញ្ហាអ្វីទេគឺរស់នៅប្រកបដោយសុភមង្គលព្រោះប្តីក្រៅរបស់អ្នកស្រីចន្ទធូក៏អាណិតស្រឡាញ់ផ្ដល់ភាពថ្នាក់ថ្នមដល់កូនលោកកៅសារ៉ាត់ទាំង3ផងដែរកូនប្រុសច្បងរបស់លោកកៅសារ៉ាត់មានឈ្មោះថាឈុំឆាយាកូនស្រីទី2ឈ្មោះឈុំលីសានិងកូនទី3ឈ្មោះឈុំចនីក្នុងចំណោមកូនទាំង3នាក់នោះកូនទី1និងកូនទី2មាននិស្ស័យសិល្បៈចម្រៀងដូចឪពុកដែរដោយពួកគេច្រៀងបទជាភាសាអង់គ្លេសបានយ៉ាងពិរោះដូច្នេះយើងសង្ឃឹមថាទៅថ្ងៃខាងមុខពួកគេអាចស្នងមរតកសិល្បៈរបស់ឪពុកបានគួរបញ្ជាក់ផងដែរថាបទចម្រៀងដែលលោកកៅសារ៉ាត់បានបន្សល់ទុកគឺមានប្រហែលជាង200បទបទចម្រៀងនានាដែលលោកកៅសារ៉ាត់ធ្លាប់ច្រៀងមានដូចជាស្រណោះដីខ្មែររំដួលក្រចេះកូឡាបស្តុកតុនរងាផ្កាកោលក់សំនៀងវណ្ណៈស្នេហាឈាមអនាថានៅតែស្រមៃស្ងួតអនិច្ចាស្នេហ៍ថ្មីខ្លាចហើយចិត្តស្រីទឹកភ្នែកអាដាមខាវអ៊ីដាងដួងចិត្តឆ្នាំមុនស្រីចិត្តចង់ស្រល់ពិសាកដើមឆ្នាំណែស្រីស្រស់ស្នេហាឆ្លងដែនស្ដាយពន្លកស្នេហ៍ស្ដាយអនុស្សាវរីយ៍អូនយកថ្មីចុះចង់បានកូនប្រើជ្រលងសេកមាសព្រែកឯងអស់សង្ឃឹមជំនោររំភើយនៃឬកម្មខ្ញុំស្រឡាញ់ស្រីខ្មៅនឹកអូនណាស់ទំនួញជីវិតឆ្ងាយពីអូន
កកធ្លុកជំរកខ្ញុំស្រមៃនិស័យស្នេហ៍មហាស្រណោះស្មានរកគ្មានស្មានរកគ្មានឃ្លាតឆ្ងាយស្ដាយស្នេហ៍អក្សរាសេកមាសឬសែនអាណិតសួនស្នេហ៍លងបិចសូមអូនមេត្តាសាងភ្នោះចោអូនតូចតន់មាសបងសន្ទូចបងទេឪស្រណោះប្រលឹងអ្នកមានគុណបើស្រីស្លកុកសុបិនចម្លែកសុពណ៌ទេវីភ្នំពេញអនុសាកវីសេកសោមជាប់ទោសព្រោះស្នេហ៍លាអូនឆ្លងដែនក្បូនជីវិតដង្កូវប្រែរូបវណ្ណៈស្នេហ៍ចំណងដៃទឹកភ្នែកស្រណោះភ្លៀងធ្លាក់ស្វាយគប់និមិត្តស្វាយគប់និមិត្តស្នេហ៍កម្មឆ្លងដែនស្រីចិត្តចើកអនុសាវរីយ៍កំសត់អូនក្បត់បងហើយព្រៃអើយព្រៃជ្រៅទំពេកគ្រូសោតសក់វែងសក់ក្រងកំពង់ចាំកំពង់ចិត្តស្រណោះគ្រាកន្លងស្នេហ៍កំររកស្នេហ៍តែបុប្ផាលងបិចសួនស្នេហ៍លងបិចចម្ប៉ាបូស្តុនស្នេហ៍តែស្រីមួយស្នេហ៍តែអូនមួយក្នុងចំណោមបទចម្រៀងទាំងអស់ដែលលោកបានបកស្រាយបទដំបូងដែលធ្វើឲ្យលោកកែវសារ៉ាត់ទទួលបានភាពល្បីល្បាញនិងមានគេស្គាល់ច្រើនគឺបទកូឡាប់ស្តុកតុនចម្រៀងចុងក្រោយរបស់លោកកែវសារ៉ាត់ក្នុងកាសែតកងចក្រទឹកចេញលក់ឆ្នាំ1992មានដូចជា1ស្នេហ៍បូជាប្រាន2ស្នេហ៍សុកសាន3គំនួចវាយោ4ហោរាទុទាយរឿងខ្ញុំរឿងព្រួយរំដួលក្រចេះថាមពលដុល្លារកណ្ដាលរាត្រីគប់ជួនថ្ងៃបុណ្យដំណើរឆ្លងដែនសែនស្រណោះរៀមស្ដាយស្រណោះបាត់ដំបងបណ្ដូលចិត្តបាត់ដំបងបណ្ដូលចិត្តត្រួយស្នេហ៍លោះខ្ចីនរណាក៏ត្រូវការស្នេហ៍អាឡោះលន់ល្អងបណ្ដាំតាមខ្យល់បងស្នេហ៍តែឌីណានឹកភ្លៀងធ្លាក់គ្រាន់តែបានឃើញភ្លាមមើលព្រៃប្រឹក្សារឿងខ្ញុំរឿងព្រួយព្រៃអើយព្រៃជ្រៅពពកក្រសាត់ស្ដាយតារាសូរិយាកងព្រៃនិស័យវាសនាមិនចង់ឃ្លាតកម្មយើងទេកូនទំនួញជីវិតអូនយកថ្មីចោះភ្នំពេញអនុសាទឹកធ្លាក់លើថ្មពិសាកដើមឆ្នាំរដូវភ្លៀងធ្លាក់សូមអញ្ជើញឡើងរំក្នុងភ្នំអនុសាវរីយ៍រងាផ្កាកោដាច់ចិត្តអ្វីម្លេះកញ្ញាដកម៉ៃព្រះសូរិយាកនសែងស្រីប៉ាក់អនិច្ចាស្នេហាខ្ញុំអោបផ្សែងបារីបុប្ផាក្បាលជ្រោយអោឆ្នេរជលសាអនុសាវរីយ៍វត្តដំរីសកូឡាបតាកែវកកធ្លុកជំរកខ្ញុំរួមជាមួយនឹងបទផ្សេងៗជាច្រើនទៀតចាស់ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីជីវៈប្រវត្តិអធិរាជធ្គាមខ្លាមហាទំនួញលោកកែវសារ៉ាត់ឬឈុំតេដែលនាងខ្ញុំបានលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគីមនីដួងចិត្ត